ការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ី ITS Asian 14 Under Development Championship បានឈានដល់សប្តាហ៍ទី2នៅថ្ងៃទី10ខែកុម្ភៈឆ្នាំ2026ការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ីវគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងកើតតាមអាយុ14ឆ្នាំឆ្នាំ2026បានឈានចូលដល់សប្តាហ៍ទី2ហើយនៅទីលានវាយកូនបាល់នៃភូមិកីឡដ្ឋានជាតិមរតកតេជោរាជធានីភ្នំពេញដោយមាន12ប្រទេសចូលរួមខណៈម្ចាស់ផ្ទះកម្ពុជាមានកីឡាករកីឡាការិនី4នាក់ចូលរួមប្រកួតប្រជែងចំពោះកីឡាករកីឡាការិនី4នាក់របស់កម្ពុជារួមមានកីឡាករកូនខ្មែរកាត់រុស្ស៊ី Michelle Alexander កីឡាករមានសុផានិតកីឡាករនីមនមករាកីឡាករនីស្រុនចំណិតអេស្រីដឹកនាំដោយគ្រូបង្វឹកលោកឃ្លាំងបណ្ដុកកីឡាករកីឡាករនីម្ចាស់ផ្ទះកម្ពុជាត្រូវប្រកួត4វិញ្ញាសាគឺវិញ្ញាសាឯកតៈជនបុរសឯកតៈជននារីនិងវិញ្ញាសាវីគូបុរសនិងវីគូនារីក្រោមអាយុ14ឆ្នាំការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ីវគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងកើតក្រោមអាយុ14ឆ្នាំនេះត្រូវចាប់ផ្ដើមប្រកួតជម្រុះចាប់ពីថ្ងៃទី3រហូតដល់ថ្ងៃទី14ខែកុម្ភៈឆ្នាំ2026នៅទីលានវាយកូនបាល់នៃភូមិកីឡដ្ឋានមរតកតេជោកញ្ញាសុំចិន្តាអ្នកសម្របសម្រួលព្រឹត្តិការណ៍នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានឲ្យដឹងថានេះជាការប្រកួតប្រជែងសន្សំពិន្ទុដើម្បីស្វែងរកក្រុមជ័យលាភីដែលមានពិន្ទុច្រើនជាងគេ2ក្រុមសម្រាប់ការប្រកួតនៅជុំផ្ដាច់ព្រាត់នាឆ្នាំ2027ខាងមុខតាមរយៈការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្តរជាតិវគ្គជម្រុះតំបន់អាស៊ីនិងផ្ដល់ឱកាសឲ្យកីឡាករកីឡាការិនីវ័យក្មេងកម្ពុជាចូលរួមប្រកួតប្រជែងនិងដកស្រង់បទពិសោធន៍បច្ចេកទេសបន្ថែមជាមួយនឹងកីឡាករកីឡាការិនីមកពីបណ្ដាប្រទេសផ្សេងៗទៀតកញ្ញាសុំចិន្តាបានគូបញ្ជាក់ថាព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្តរជាតិវគ្គជម្រុះប្រចាំតំបន់អាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍នៅប្រទេសកម្ពុជាឆ្នាំ2026នេះមានកីឡាករកីឡាការិនីសរុប60នាក់មកពី12ប្រទេស